នៅមុខទី2ជាបន្តទៀតចាសិនជើញលោកស្រីនាងកញ្ញាជាទីមេត្រីនៅពេលនេះគឺលោកអ្នកកំពុងតែទស្សនានៅមុខម្ហូបទី2ចាឥឡូវនេះតាមមុខម្ហូបទី2យើងមានឈ្មោះអ្វីដែរបងមុខម្ហូបទី2បាទខ្ញុំបង្ហាញជូនជនគឺបង្គាក្នុងស្នប់បង្គាក្នុងស្នប់បាទចាឈ្មោះផ្លែកមួយមុខទៀតហើយចាហើយសម្រាប់មុខម្ហូបនេះតើយើងរៀបចំគ្រឿងផ្សំអ្វីខ្លះដែរមុខម្ហូបមួយនេះមុខម្ហូបមួយនេះមានគ្រឿងផ្សំដូចជាបង្គាបកវាខ្នងលាងទឹកទុកឲ្យស្អាតសាច់ជ្រូក3ជាន់ដែលនាំចូលពីបរទេសបាទទី3មានដូចជាស្លឹកពីឆាយបាទគ្រឿងផ្សំបន្តទៀតមានដូចជាម្សៅស៊ុបស្ករចាតែប៉ុណ្្នឹងទេបងណាហើយនឹងទឹកប្រេងខ្យងបង្គាក្នុងស្នាប់នេះឃើញថាយើងបានជម្រាបជូននៅគ្រឿងផ្សំហើយអញ្ចឹងលោកអ្នកអាចចាទស្សនានៅវិធីធ្វើបន្តពីជាមួយនឹងខ្ញុំទាំងអស់គ្នាចាឥឡូវយើងរៀបចំបង្ហាញជូនវិធីធ្វើតែម្ដងណាបងចាសូមជើញធ្វើវិធីធ្វើគឺយើងយកបង្គាមកចាក់ចូលនៅក្នុងឆ្នាំងណាបងបាទចាហើយយើងដាក់គ្រឿងផ្សំគ្រឿងផ្សំគ្រឿងសិនយើងប្រេងដែរបាទសម្រាប់ការផ្សំរសជាតិបង្គានឹងមុនគេហ្នឹងតែយើងត្រូវតម្រូវឲ្យរសជាតិបែបណាឲ្យរសជាតិប្រៃបន្តិចហើយនឹងផ្អែមមានជាតិឆ្ងាញ់ចាប្រៃផ្អែមល្មមឆ្ងាញ់ឥឡូវយើងដាក់ម្សៅស៊ុបបន្តិចមកបន្តិចដែរនឹងចេញបន្តិចបាទបន្តិចចាបន្តមកទៀតយើងច្របល់ឲ្យដល់វាដល់បាទបន្តមកទៀតយើងយកទឹកជ្រូកទៅជួននេះបាទ3ជាន់យើងម៉ូជាមួយនឹងបង្គាបន្តមកទៀតយើងរុំជាមួយនឹងការកឆាយការកឆាយនេះគឺយើងបានស្រុះហើយបាទស្រុះហើយយើងចងវាណាលោកស្រីនាងកញ្ញាជាទីមេត្រីឥឡូវនេះគឺបងប្រុសគាត់បានមូសាច់ជ្រូក3ជាន់ជាមួយបង្គារួចរាល់ហើយណាបងបាទចាហើយបន្តមកយើងយកមកបើកខ្លាញ់ឲ្យក្តៅបាទយើងដាក់បំពងរួចយើងដាក់ចូលបំពងចានៅពេលនេះគឺយើងបានដាក់បង្គាវិចនោះចូលទៅក្នុងផ្ទះហើយហើយយើងយកបំពងប្រហែលជា1នាទីដែរយើងបំពងប្រហែលជា10នាទីបាទ10នាទីបាទបើទៅយើងបំពងបង្គានឹងឆ្អិនហើយតែយើងមានលាយគ្រឿងផ្សំឬមួយក៏ឆាគ្រឿងផ្សំដាក់គ្របទៅលើទៀតទេបងយើងបំពងឆ្អិនរួចហើយយើងយកមករៀបនឹងចានត្រីជូរអែមអូប៉ុណ្ណឹងរួចរាល់ហើយណាបងឥឡូវយើងត្រូវរង់ចាំប្រហែលនាទីទៀតសិនចាចូលស្រីនាងកញ្ញាជាទីមេត្រីឥឡូវនេះគឺយើងបានបំពងបង្គាបានឆ្អិនហើយណាបងត្រីឆ្អិនបាទយើងត្រូវស្រង់ឡើងបាទទៅស្រង់ទុកឲ្យសព្វខ្លាញ់ទៅចាអូឡើងកាហ្វេស្រួយតែម្ដងណាបងតែបង្គាគឺបំពងគេថាឆាប់ឆ្អិនតែដោយសារយើងរុំទឹកជ្រូក3ជាន់អញ្ចឹងយើងត្រូវការឲ្យទឹកជ្រូកឆ្អិនឲ្យស្រួយឆ្ងាញ់បាទចាឥឡូវបន្តមកទៀតយើងត្រូវធ្វើយើងត្រូវប្រើភ្លើងខ្លាំងបានស្រួយបាទបន្ទាប់មកយើងរត់ជីដើម្បីដាក់ចាយើងយកដាក់ចានគ្របជីបាទជីគ្រប់មុខណាបងបាទជីគ្រប់មុខចាហើយឥឡូវនេះយើងត្រូវយកបង្គាខ្លាញ់ដាក់ចូលចានដាក់រៀបជុំវិញចានយើងដាក់ត្រីក្តាមត្រីជូរត្រីផ្អែមបាទលោកស្រីនាងកញ្ញាជាទីមេត្រីចានៅពេលនេះគឺមុខម្ហូបទី2ដែលមានឈ្មោះថាបង្គាក្នុងស្នាប់ចាគឺបានឆ្អិនដូចរំមុខទៀតហើយចាមើលទៅគឺថាកាន់តែទំនងទៅហើយតាំងពីមុខម្ហូបទី1មកចង់ដឹងថារសជាតិយ៉ាងណានោះសូមកុំភ្លេចរងចាំភ្លក់ជាមួយនាងខ្ញុំនៅវគ្គក្រោយទៀតប៉ុន្តែឥឡូវនេះយើងទស្សនានៅមុខម្ហូបទី3ជា